សូមបងប្អូនទស្សនានៅទស្សនវិជ្ជាដង្ហែកឋិននៅវត្តសំរឹងទាំងអស់គ្នាចំពោះការដង្ហែកឋិននេះផងដែរយើងដង្ហែកឋិន3ជុំព្រះវិហារ